បាទសូមអនុញ្ញាតជម្រាបសួរប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលចូលចិត្តនិងតាមដាននៅកីឡាបាល់ទាត់ហើយថ្ងៃនេះមកជួបជាមួយនឹង admin គង់ម្ដងទៀតហើយក៏ដូចជារាល់ដងដែរសម្រាប់ clip វីដេអូមួយនេះគឺជា clip ដែល admin នឹងធ្វើការចែកពីរគូពិសេសមកជូនបងប្អូនសម្រាប់ពីរគូដែល admin ជ្រើសរើសនៅក្នុងជម្រើសជាតិនៅក្នុងថ្ងៃនេះគឺគូរវាងជម្រើសជាតិ Iceland និងបើកកីឡាដ្ឋានស្វាគមន៍ក្រុមភ្ញៀវជម្រើសជាតិមន់គោកបារាំងឯគូទី2ដែល admin នឹងជ្រើសរើសយកមកចែកជូនបងប្អូនហ្នឹងគឺក្រុមជំរឿជាតិអៀកឡង់ខាងជើងនិងបើកកីឡាដ្ឋានស្វាគមន៍ក្រុមភ្ញៀវគឺក្រុមអន្ត្រីដែកអាល្លឺម៉ង់ដូច្នេះកុំឲ្យខាតពេលវេលាមកតាមដានជាមួយ admin ទាំងអស់គ្នាសម្រាប់ក្រុម Iceland ជាមួយក្រុមបារាំងទើបតែជួបគ្នាថ្មីទេកាលពីខែកញ្ញាកន្លងទៅដោយក្នុងនោះបារាំងបានយកឈ្នះនៅក្នុងទឹកដីរបស់ខ្លួនឯងដោយលទ្ធផលត្រឹមតែ2-1ទេដែលការនោះដូចបារាំងលេងនៅក្នុងទឹកដីខ្លួនឯងតែដាក់កីឡាករបំរុងដូចជារៀងច្រើនបន្តិចប៉ុន្តែបើយើងមកមើលទម្រង់បច្ចុប្បន្ននៅក្នុងខែ10កន្លងមកនេះគឺក្រុមជម្រើសជាតិមន់គោកបារាំងគឺធ្វើបានល្អមែនទែនសម្រាប់ក្រុមភ្ញៀវដោយបច្ចុប្បន្នក្រុមបារាំងនៅតែទទួលបានពិន្ទុនៅក្នុងវគ្គជម្រុះតាមពូលដូច្នេះហើយសម្រាប់គូនេះ admin ជឿជាក់ថាបារាំងនឹងមិនលេងដោយការជួបគ្នានៅក្នុងទឹកដីរបស់បារាំងទេសម្រាប់គូនេះ admin ជឿថាក្រុមភ្ញៀវនឹងទៅហូបចុកក្រុមម្ចាស់ផ្ទះមិនក្រោម3គ្រាប់ទេដូច្នេះគូមួយនេះ admin ណែនាំបងប្អូនដែលតាមដាន admin ឲ្យឈាទៅលើក្រុមបារាំងទាំងអស់គ្នាចំណែកគូទី2គឺក្រុមជម្រើសជាតិអៀកឡង់ខាងជើងនឹងបើកកីឡាដ្ឋានស្វាគមន៍ក្រុមភ្ញៀវអន្ត្រីដែកអាល្លឺម៉ង់ដោយដែលបងប្អូនបានដឹងអញ្ចឹងថាអាល្លឺម៉ង់តាំងតែពីបដូរគ្រូបង្វឹកដូចជាមានទម្រង់លេងមិនសូវជាល្អក៏ពិតមែនតែបើយើងប្រៀបធៀបនៅលទ្ធផលការប្រកួតកន្លងមកក៏ដូចជាកេរ្តិ៍ឈ្មោះហើយនឹងគុណភាពកីឡាកររបស់ក្រុមទាំងពីរយើងជឿជាក់ថាអាល្លឺម៉ង់នៅតែមានប្រៀបលើក្រុមម្ចាស់ផ្ទះដោយការប្រកួតចុងក្រោយអញ្ចឹងអាល្លឺម៉ង់ធ្វើបានល្អមែនទែនដូច្នេះហើយសម្រាប់ admin ទោះបីជាយប់នេះក្រុមអាល្លឺម៉ង់ត្រូវធ្វើជាក្រុមភ្ញៀវដើម្បីជួបជាមួយនឹងក្រុមម្ចាស់ផ្ទះយ៉ាងណាក៏ដោយក៏ admin ជឿជាក់ថាសម្រាប់អាល្លឺម៉ង់យប់នេះមានមិនក្រោម2គ្រាប់ទេដូច្នេះ admin សូមណែនាំបងប្អូនឲ្យគូមួយនេះឲ្យបងប្អូនទាំងអស់គ្នាគាំទ្រទៅលើក្រុមជម្រើសជាតិភ្ញៀវក្រុមអន្ត្រីដែកអាល្លឺម៉ង់ទាំងអស់គ្នានេះគ្រាន់តែជា tip បាល់ពិសេសដែលយកមកចែកជូនបងប្អូនជារៀងរាល់ថ្ងៃសម្រាប់បងប្អូនដែលតាមដាន admin គង់ប្រកាសជាដឹងច្បាស់ណាស់ថានៅក្នុងក្រុម AKFC Sport Tip ទាំងអស់ admin មានការចែក tip បាល់ជារៀងរាល់ថ្ងៃក៏ដូចជាចែកចាយនៅព័ត៌មានកីឡាបាល់ទាត់មកចែកជូនបងប្អូនក្នុងក្រុមសម្រាប់បងប្អូនដែលមានបំណងមកចង់ធ្វើជាក្រុមគ្រួសារតែមួយនៅក្នុងក្រុម AKFC Sport Tip បងប្អូនអាចធ្វើការ join link នៅក្នុង profile ជាមួយ admin បានទាំងអស់គ្នាហើយសម្រាប់វីដេអូមួយនេះក៏មានតែប៉ុណ្ណេះដែរសម្រាប់បងប្អូនកុំភ្លេចជួយចុច like ចុច share ចុច follow admin ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយបាយបាយ